ធ្វើជាមនុស្សស្រីរបស់យើងនឹងមិនឲ្យនាងលំបាកទេយើងមិនខ្វល់ថាឯងជាអ្នកណាទេឯងបានជួយកូនស្រីយើងគ្រួសារសួរយើងជំពាក់គុណរបស់ឯងមែនតែបើឯងមានគំនិតអីផ្សេងយើងនឹងទៅសម្រាប់ឯងមុនគេហើយទៅចាំជួបគ្នានៅកម្មវិធីភ្ជាប់ពាក្យណាលោកកុំតែកម្មវិធីភ្ជាប់ពាក្យសាប់នេះគ្រូសាជានឹងមិនដល់លេខលោកទីងឡើងទៅមុខមាត់ស្អាតដូចទេពអប្សរមានទឹកចិត្តល្អសមធ្វើជាប្រពន្ធយើងមែនអីចូលហើយសៀជាណាប្រពន្ធដែលអញរកឲ្យយើងនោះពិតជាគ្រាន់បានមែនចូលលោកដូនតាចូលចិត្តគឺល្អហើយខ្ញុំនឹងប្រាប់កូនចៅគ្រូសាជាយើងឲ្យរៀបចំកម្មវិធីមង្គលការឲ្យលោកដូនតាអ៊ូអតែម្ដងល្អពួកឯងសុទ្ធតែជាកូនចៅល្អរបស់ដូនតាមែនលោកដូនតាពេលដែលលោកនៅលើភ្នំនោះកូនចៅគ្រួសារយាបានពង្រឹងការរកស៊ីមានគ្រប់ផ្នែកទាំងអស់នៅពោពេញពិភពលោកនេះទាន់ពេលលោកដូនតាទៅរៀបការនេះឲ្យពួកគេមកអបអរពិធីមង្គលការលោកដូនតាណានេះម្ដងល្អយើងនឹងចាំមើលថាមនុស្សគ្រួសារយាយើងពេលនេះអញបាត់ហើយពួកយើងតាក់ទងតែកូនចៅយើងរៀងខ្លួនឲ្យពួកគេធ្វើពិធីឲ្យលោកដូនតាឲ្យអ៊ូអរណានេះម្ដងសូមរាយការណ៍ស្ដេចឡុងរាជវង្សពោធិសៀនវាបានផុតពូជចាញ់ឆ្នាំហើយរបស់មានន័យពួកគេគឺដៅស្ដេចសៀននៅទីនេះហើយដៅសៀវងដើមនេះវាបានសម្រាប់មនុស្សអស់ជាច្រើនអ្នកមានគំនុំខ្លាំងណាស់មានតលោកដូនតាយើងទើបអាចកម្ចាត់គំនុំឈាមលើដើមនេះបានស្ដេចឡុងលោកមកចាំបានតែមកថាស្អែកនេះគឺជាថ្ងៃភ្ជាប់ពាក្យរបស់លោកដូនតាភ្ជាប់ពាក្យទៅត្រៀមកដោធំមកឲ្យយើងមកទៅក្រុងអ៊ីនឆឹងថាម៉េចដូនតាយើងគាត់ចិត្តរៀបការហើយហ៎ខ្ញុំដឹងហើយលោកដូនតាចិត្តរៀបការហើយរឿងល្អលោកដូនតាគឺជាដូនតាដែលមានអាយុបីមិនចាស់នៅក្មេងរហូតដល់លោកគេអាយុកាន់តែនិយាយនោះអីមែនហើយកាលពីមុនយើងមានសំណាងបានជួបលោកដូនតាម្ដងពេលនោះមុខមាត់គាត់គឺដូចជាមនុស្សប្រុសអាយុ20ឆ្នាំតិចតួចទេនោះគឺជាទេវតាច្បាស់ណាស់ត្រៀមយន្តហោះទៅក្រុងអ៊ីនឆឹងបាទលោកមួយនេះឆ្ងាញ់ណាមកជាលោកសាតាមនៅទីនេះលោកឆាប់ទៅទេកុំឲ្យគ្រូសាជាបានឃើញលោកនេះនឹងនិយាយអីហ្នឹងថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ពួកយើងបើខ្ញុំមិនមកនឹងទៅភ្ជាប់ពាក្យជាមួយអ្នកណាទៅលោកបានជួយជីវិតខ្ញុំគួរតែរៀបការជាមួយលោកប៉ុន្តែដូនតាគ្រូសាជាគេពេញចិត្តជាមួយខ្ញុំបើខ្ញុំរំសាយមង្គលការនោះទាំងលោកទាំងខ្ញុំទាំងគ្រូសាស៊ូសត្វតែគ្រូទាំងអង្គលោកកុំរឹងរូអីចាំខ្ញុំនាំលោកចេញទៅខាងក្រែងអូវាអាចដាច់ទេខ្ញុំគឺជាដូនតាគ្រូសាជាមកដល់ហើយលោកមកទេនោះហើយជាដូនតាគ្រូសាជានោះពួកខ្ញុំមិនអាចមានរឿងជាមួយពួកគេបានទេលោកឆាប់ទៅទេនេះនិយាយថាគេជាដូនតាគ្រូសាជាសូមគោរពលោកតាគ្រូសាជាល្អក្រោកឡើងមកក្រងសូមលោកដូនតាអង្គុយទេសូមលោកដូនតាអង្គុយទៅ